ភ្នំកងរៃស្ថិតនៅឃុំត្រងល់និងឃុំពោធិ៍ស្រុកកំពង់លេងខេត្តកំពង់ឆ្នាំងដើម្បីមកដល់ភ្នំកងរៃយើងអាចធ្វើដំណើរពីទីរួមខេត្តកំពង់ឆ្នាំងដោយធ្វើដំណើរឆ្លងសាឡាងកាត់ដងទន្លេសាបដើម្បីទៅកាន់ស្រុកកំពង់លេងឬមួយទៀតលោកអ្នកអាចធ្វើដំណើរតាមផ្លូវគោកប្រមាណ45គីឡូពីទីរួមខេត្តកំពង់ធំមកស្រុកកំពង់លេងផ្ទាល់តែម្ដងប្រភេទរឿងព្រេងនិទានខ្មែរគឺមានច្រើនប៉ុន្តែសម្រាប់រឿងព្រេងនិទានភ្នំកងរៃជារឿងព្រេងមួយដែលមានភាពល្បីល្បាញដែលបង្ហាញទៅនឹងទីតាំងជាក់ស្ដែងគឺទីតាំងភ្នំនាងកងរៃស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំងហើយបានបន្សល់ទុកនូវឈ្មោះភូមិស្រុកនិងទីតាំងសំខាន់ៗនៅទីនោះផងដែរដើម្បីស្វែងយល់អំពីការផ្សារភ្ជាប់រឿងព្រេងនិទានទៅនឹងប្រវត្តិសាស្ត្រភូមិស្រុកទាំងអស់នេះសូមតាមដានការបកស្រាយរបស់លោកអ៊ុំដែលជាម្ចាស់ស្រុកនៅទីនេះទាំងអស់គ្នាហើយដល់និយាយពីរឿងភ្នំនាងកងរៃនេះវិញវាមានចំនួនហ្នឹងវាតគ្នាមកណាកូនណាហើយដល់ដើមរឿងហ្នឹងដំបូងបង្អស់ហ្នឹងគឺនិយាយពីព្រះអិនបាទនាងកងរៃហ្នឹងកាលដើមឡើយនាងជាទេពធីតាបាទនៅសោយរាជសម្បត្តិទឹកឋានលើជាមួយព្រះអិនណោះបាទហើយដល់ព្រះអិនហ្នឹងលោកឆ្វេងយល់ថានាងកងរៃនេះជាពះកម្មចៅពុទ្ធិសែនជាស្ដេចចក្រជាស្ដេចទេណាមិនមែនប្រពុតទេបាទជាស្ដេចអញ្ចឹងព្រះអិនលោកឲ្យនាងកងរៃនាងទេពធីតាហ្នឹងចុះទៅចាប់កំណែតដើម្បីសងកម្មពៀនឹងគ្នាហ្នឹងឲ្យរួចគ្នាបាទតែដល់ពេលមកហ្នឹងនាងអត់មានដូចថ្ងៃហ្នឹងក្មួយជួបខ្ញុំជួបក្មួយទេមកហ្នឹងជួបព្រះមនីអស័យគាត់នៅក្នុងព្រៃណាទេណាមានស្រះមានអីហ្នឹងនាងក៏ចូលទៅនឹងស្រះតាយស័យហ្នឹងមានផ្កាឈូកពេលនោះនាងក៏ទៅចាប់បដិសន្ធិនឹងផ្កាឈូកហ្នឹងទៅបាទដល់ចាប់ហើយយកបេស័យបេះយកទៅដាក់លើអាសនៈគាត់បាទថ្វាយគុំព្រះបូជាព្រះពុទ្ធហ្នឹងដល់គ្រប់គម្រប់7ថ្ងៃនេះផ្កាឈូកហ្នឹងក៏រីកធំធាត់មែនទែនប្រសូតចេញមកគឺក្មេងស្រីគឺនាងកងរៃនេះឯងបាទក៏ព្រះមនីស័យនឹងបកុលចៅស្រីនឹងឲ្យទៅនាងសន្តមានឹងយកទៅចិញ្ចឹមទៅព្រោះទោះបីនាងជាយៈក៏ដោយស្អីក៏ដោយតែភេទស្រីដូចគ្នាបាទដល់ព្រះមនីស័យលោកភេទប្រុសមិនអាចប៉ះបានទេបាទដល់យើងអត់ដឹងថានាងកងរៃកូនយៈព្រោះនៅជាមួយយៈបាទហើយដល់និយាយពីព្រឹទ្ធិសែនហ្នឹងម្ដាយគាត់មានបងប្អូន12នាក់បាទគឺនាងទី12ហ្នឹងគឺម្ដាយរិទ្ធិសែនហ្នឹងឯងឈ្មោះនាងពៅបាទឪពុករិទ្ធិសែនហ្នឹងឈ្មោះប្របាទជ័យរិទ្ធឪពុករបស់រិទ្ធិសែនហ្នឹងបាទនាំនាងទាំង12ហ្នឹងទៅលេងព្រៃបាទដល់ទៅលេងព្រៃនាងសន្តមានោះឃើញមានចិត្តចំណែននិន្ទាឈ្នាននេះចង់បានស្ដេចហ្នឹងធ្វើជាស្វាមីដែរបាទអញ្ចឹងក៏គាត់តម្លែងខ្លួនធ្វើជាប្រើសមាសមួយយ៉ាងស្អាតមហាស្អាតដើរកាត់មុខព្រះអង្គនឹងឲ្យឃើញឲ្យស្ដេចនឹងឃើញស្រឡាញ់ដល់ស្រឡាញ់ដេញតាមដល់ដេញតាមនាងសន្តមានឹងគេហៅថាមនុស្សធ្វើល្បិចគេចេះតែទៅហើយស្ដេចនឹងចេះតែតាមទៅចេះតែទៅនឹងមិននឹងទៅដល់ណាទេលិចវាលចូលព្រៃឃើញក្នុងសភៅណាគាត់ណាបាទចេះតែទៅអញ្ចឹងទៅរួចដល់អញ្ចឹងនាងសន្តមានេះបានដៃនឹកឃើញស្ដេចទៅផុតហើយចាំអីទៀតចូលមកចាប់នាងទាំង12ហ្នឹងខ្វេះភ្នែកអស់លលិញទៀតណាខ្វេះកែវយកកែវភ្នែកហ្នឹងបាទតែម្ដាយនាងពៅគេហ្នឹងទុកឲ្យមកជាហៀងពុទ្ធិសែនហ្នឹងមិនទាន់កើតឲ្យទេក៏ដែលហ្នឹងណាទៀតណាអត់ទាន់កើតទេដល់កើតមកនាងពៅនឹងយកទៅលាក់បើមិនលាក់ទេសន្តមាឃើញស៊ីអស់បាទណាដល់អញ្ចឹងយកលាក់ក្នុងជំងប់ស្រូវក្នុងអីណាឃើញក្នុងសភៅគាត់ណាបាទមានរូបបាទលាក់ក្នុងជំងប់ស្រូវជ្រុកអីហ្នឹងដល់បានធំទៅអត់ដឹងធ្វើអីទេពុទ្ធិសែនដល់មកអាយុប្រហែលជា11ឆ្នាំដើរជល់តែមន់ទេកូនកាន់មន់មួយដើរជល់ជាមួយសេដ្ឋីជាមួយក្នុងពីណៃអត់មានយកអីទាំងអស់គឺសុំគេយកតែបាយទេមន់ដែលជល់ឈ្នះហើយនោះគឺយកតែបាយយកមកឲ្យចិញ្ចឹមមៀតមាតាធំទាំង11នាក់ទាំងម្ដាយគាត់12នាក់ហ្នឹងបាទដល់ថ្ងៃមួយធំអាយុពេញវ័យគេ16ឆ្នាំហើយនាងសន្តមាហ្នឹងនាងដឹងថាបើទុករិទ្ធិសែនត្រូវបែករឿងអញ្ចឹងធ្វើរាជសារមួយបាទឲ្យរិទ្ធិសែនយកទៅឲ្យនាងកងរៃនៅឯខេត្តរតនគិរីបឹងយក្សឡោមបាទ
đã tự không đi khát nắng tha tự đòi giúp ở si từng giúp tự đòi mà na si mà năng đó một đòi năng cho bị lơ xe mà hot bị chỉ xe mà còn nó bị cặp bột một đòi nắng cua xong này chẳng hot đòi hot châu đấy trong lúc bôi chơi đòi châu đấy ai say này lùi mưa xa ban đăng hương hai thay vì giang mạch như thế nè đòi mưa tới khơi cái đã tha tự đòi giúp ở si từng giúp tự đòi thằng ai si từng ngày chẳng ấy say có sọc chất tham miên tốt luôn anh có tốt cho lúc tiện nâng cháu phê đạo vinh và prai xa đã thả tự đòi giúp ca thằng giúp tự đòi thằng ấy cá tiếng thằng ai còn ta riêng gì xa tự đòi phim niềng con đây nơi nông có tự tua riệp trong mình tray đi ca kia nâng ốc thư bị thi ốc bị sai bàn cái này chỉ đây chỉ một buồn từ đọt bàn hơi sẽ lành cái này nè tiền á nòm vào đây đà lên cái nông tức đây bỏ là cô bỏ xong tầm đi nâng chỉ mùi niềng con đây nâng đà tới tự đo là ăn mũi sẽ ta khơi cài phần này cài phần này bột design xua niềng con đây hỏi niềng con đây bữa lại ban bột design nước ăn xua thật câu là na chơi là na màu vì na phum na không na sọc na có ăn xua đây của ăn là tha riêng chỉ xa chênh vì miệt đa hỏi thử tập cái rụp của sẽ đánh kia cái rụp chăng đòn chẳng có ta tua vô từ hối đòn ní có phép thoáng thà cài phần này ní chỉ cài phần này bọn niềng đập pi đòn miệt đa son tập bia không phải vô một tốc để tí năng bán bột design ní có nhẹ luôn phớt ta ôi chẳng người ta bàn ta tham mà anh thông bị tôi đòi thông khơi ta miệt đa ọt cài phần này tiền đập pi nè bán nước quây nước mà sẽ tu quây nước chầm ngon lược đây từ lư buông xuông đòn sẽ gạ tê với địa trẻ ta xong ôiខ្ញុំបានដឹងរឿងហេតុទាំងអស់នេះផងអញ្ចឹងថ្ងៃណាមួយឲ្យតែនាងកងរៃដេកលក់គាត់នឹងលួចរត់ដែរដើម្បីយកកែវភ្នែកនោះទៅដាក់ឲ្យមេដាគាត់ឲ្យជាដូចដើមវិញបាទហើយនឹងទី1ដល់អញ្ចឹងគ្រប់ទី7ថ្ងៃគឺទៅកងរៃនឹងពុទ្ធិសែនបានគ្នាតែ7ថ្ងៃទេគាត់ណាបាទរស់នៅជាមួយគ្នាបាន7ថ្ងៃទេដល់អញ្ចឹងមកនាងកងរៃដេកលក់ពុទ្ធិសែនលួចមកលួចទៅយកកែវភ្នែកនឹងបានមកហើយកាលទៅនឹងវាសេះស្រេចបាទសេះនោះគឺសេះព្រះមនីសីប្រអិនជប់ឲ្យទៅបាទអញ្ចឹងជីសេះនឹងទៅដល់នេះឡើងលើសេះហ្នឹងក៏ហោះមកដល់ហ្នឹងទៀតណាបាទហោះមកដល់ហ្នឹងយប់ដល់អញ្ចឹងបលឹមឡើងហ្នឹងនាងកងរៃលើកតបសិទ្ធិសន្តិសិទ្ធិតបយៈមកខ្មៅកពឹករិទ្ធសែនដល់ម៉ោង20តែនឹកថាឆ្នាំនាងកងរៃឲ្យនឹងជាឆ្នាំបកែស័ក្តិសិទ្ធអីក៏យ៉ាងម៉េចគាត់ចង់ដឹងដែរគាត់ថាសាកតែហ្មងអញ្ចឹងគាត់ទាញគ្រូចទឹកមួយគ្រូចឡៃគ្រូចយើងហ្នឹងគាត់ណាថាគាត់លើកដៃទៅលើប្រាថ្នាថាបោះទៅកាលណាឲ្យកើតទៅជាសមុទ្រមហាសាគរដើម្បីខាំងដំណើរនាងកងរៃនិងនាងសន្តាមាកុំឲ្យដេញតាមខាងគាត់អញ្ចឹងក៏បាចឆ្នាំទៅបានកើតទៅជាទលើសាបមួយហ្នឹងណាកូនណានៅទល់សងៃហ្នឹងអញ្ចឹងនាងកងរៃអត់ហ៊ានទៅទេណាកូនណាដល់ពុទ្ធិសែនបាចទៅឲ្យកើតទៅជាទឹកទលេអស់ហើយអញ្ចឹងអត់ហ៊ានទៅដល់អត់ហ៊ានទៅអាដេញចិត្តឲ្យថាពុះកញ្ជូលស្រឡាញ់ប្តីហ្នឹងទាំងគិតយ៉ាងម៉េចអញ្ចឹងគេតែបកដៃហៅអញ្ចឹងណាកូនណាបាទបកដៃហៅដោយពុទ្ធិសែនជិះសេះទៅហ្នឹងកូនស្គាល់ហើយដែលកំពុងហាវកោះជាទាត់អីហ្នឹងឃើញណាបាទហ្នឹងបាទពីដើមគេហៅកំពុងហៅទេកំពុងហៅបាទព្រោះនាងកងរៃបកដៃហៅទៅនឹងចំត្រង់ហ្នឹងឯងបានគេដាក់ងារកំពុងហៅរួចដល់កោះជ័យទាត់ហ្នឹងវាពុទ្ធិសែនក៏នៅលើសេះបាទជិះលើសេះតែដោយសារឃើញនាងកងរៃបកដៃហៅខ្លាំងពេកហ្នឹងវាស្លុតស្មារតីទៅជាភ្លឹកបាទអញ្ចឹងសេះហ្នឹងក៏យកជើងទាត់អាតបងទឹកដេញរិទ្ធិសែនពុទ្ធរិទ្ធិសែនកាត់ហ្នឹងបាទតបងដែលអីសីប្រអិនជប់ឲ្យហ្នឹងធ្លាក់ពីលើដៃទៅបានភ្ញាក់ខ្លួនព្រើតបានបញ្ជាសេះទៅទៀតទៅបាទបានគេដាក់ងារកោះជ័យទាត់ទល់ដល់ឥឡូវហ្នឹងបាទហ្នឹងអាហ្នឹងអញ្ចឹងយកកែវភ្នែកទៅដល់នគរឪពុកហើយក៏ដាក់ទាំងម្ដាយធំទាំងម្ដាយបកកើតហ្នឹងទៀតណាបាទក៏បានជាដូចដើមទៅដល់ជាដូចដើមគាត់ឡើងទៅលើដែលកពូលប្រាសាទរបស់ឪពុកវាំងចាស់នោះបាទឡើងទៅក៏លេចមើលមកនេះស្អាតតែឃើញភ្នំបាទដល់ឃើញភ្នំគាត់ឆ្ងល់ដែរគាត់ថាចុះហេតុអីបានកាលទៅទឹកសោះឥឡូវកើតទៅជាភ្នំបានគាត់នឹកឃើញមួយថាអូនាងកងរៃ
ពេលដែលនាងដួលហ្នឹងប្រហែលជាដួលទៅស្លាប់ខ្លាយខ្លួនទៅជាភ្នំដែរបានគាត់ដាក់ចិត្តថាគាត់លែងមកហើយព្រោះមកទៅអីទៀតបើនាងកងរៃខ្លាយខ្លួនទៅជាភ្នំបាត់ទៅហើយនឹងប្រវត្តិនឹងមានប៉ុណ្ណឹងណាកូនណា